ជំរាបសួរលោកស្រីអ្នកនាងកញ្ញាសូមស្វាគមន៍មកកាន់ការផ្សាយរបស់កម្មវិធីព័ត៌មាន FMS ប្រចាំសប្តាហ៍នៅក្នុងសប្តាហ៍នេះយើងសូមលើកយកប្រធានរឿងសំខាន់ៗដូចតទៅចិនដាក់ AI ជាអាទិភាពសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យានាពេលអនាគតអ្នកជំនាញប្រាប់ពីវិធីសាស្ត្រ3យ៉ាងដើម្បីការពារសុវត្ថិភាពជៀសវាងសារបោកបញ្ឆោតឬ phishing link ក្រុមការងារលើកទឹកចិត្តទម្រង់វិនិយោគផ្គុំនិងដំឡើងយានយន្តចុះទស្សនកិច្ចនៅរោងចក្រផ្គុំនិងដំឡើងតួចក្រយានយន្តម៉ាក Honda នៅក្នុងវេទិកាអភិវឌ្ឍមួយធ្វើឡើងនៅក្នុងទីក្រុងប៉េកាំងថ្មីនេះចិនបានដាក់បញ្ញាសិប្បនិម្មិតឬ AI ជាអាទិភាពចម្បងសម្រាប់ការអភិវឌ្ឍវិស័យបច្ចេកវិទ្យារបស់ខ្លួនព្រឹត្តិការណ៍នេះបានប្រមូលផ្ដុំចូលរួមពីភាគីពាក់ព័ន្ធសំខាន់ពីវិស័យរដ្ឋាភិបាលឧស្សាហកម្មនិងដៃគូអន្តរជាតិដើម្បីពិភាក្សាអំពីទិសដៅអភិវឌ្ឍបច្ចេកវិទ្យានិងការបង្កើតកិច្ចសហការថ្មីក្នុងនាមជាយក្សសេដ្ឋកិច្ចធំជាងគេលំដាប់ទី2របស់ពិភពលោកចិនបានចាត់ទុក AI ជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចនិងនវានុវត្តន៍ការផ្ដោតលើ AI នេះកើតឡើងស្របពេលដែលការប្រកួតប្រជែងបច្ចេកវិទ្យាទំនើបកំពុងកើនឡើងជាសកលយុទ្ធសាស្ត្ររបស់ចិនរួមមានទាំងការអភិវឌ្ឍនៅក្នុងស្រុកនិងកិច្ចសហប្រតិបត្តិការអន្តរជាតិដែលឆ្លុះបញ្ចាំងអំពីគោលដៅអភិវឌ្ឍជាតិនិងចក្ខុវិស័យរបស់ខ្លួននៅក្នុងការសម្រេចបាននូវស្វ័យភាពគ្រប់គ្រាន់ផ្នែកបច្ចេកវិទ្យាវេទិកានេះក៏បានបង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននិងរដ្ឋក្នុងការជំរុញការអភិវឌ្ឍ AI របស់ចិនមានគម្រោងវិនិយោគយ៉ាងច្រើនលើការស្រាវជ្រាវនិងអភិវឌ្ឍ AI ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងវិស័យសំខាន់ៗដូចជាការផលិតការថែទាំសុខភាពការដឹកជញ្ជូននិងវិស័យផ្សេងៗទៀតជាច្រើនសារបោកបញ្ឆោតឬ phishing គឺជាប្រភេទនៃការវាយប្រហារតាមអ៊ីនធឺណិតដ៏ពេញនិយមនិងមានប្រសិទ្ធភាពដែល hacker ព្យាយាមបញ្ឆោតអ្នកប្រើប្រាស់ឲ្យបង្ហាញនូវព័ត៌មានរសើបរួមមានឈ្មោះអ្នកប្រើប្រាស់ពាក្យសម្ងាត់លេខកាតឥណទានធនាគារឬទិន្នន័យផ្ទាល់ខ្លួនផ្សេងទៀតតើយើងត្រូវធ្វើដូចម្តេចដើម្បីជៀសវាងការចុចលើសារបោកបញ្ឆោតទាំងនោះអ្នកជំនាញប្រាប់ថាដើម្បីការពារសុវត្ថិភាពនិងជៀសវាងការបោកបញ្ឆោតសូមធ្វើការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតមុនពេលអ្នកចុចលើតំណភ្ជាប់ផ្សេងៗនិងអនុវត្តនូវវិធានសុវត្ថិភាពដូចខាងក្រោមទី1សូមធ្វើការពិនិត្យប្រភពអ្នកផ្ញើឲ្យបានច្បាស់មុនពេលអ្នកចុចទៅកាន់តំណភ្ជាប់តាមរយៈអ៊ីមែលគេហទំព័រនិងសារ SMS ទី2ប្រសិនបើកម្មវិធីរុករកឬ browser របស់អ្នកបានជូនដំណឹងថាគេហទំព័រដែលកំពុងបើកប្រើប្រាស់មិនមានសុវត្ថិភាពសូមធ្វើការបិទភ្លាមៗនិងមិនត្រូវបំពេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនោះទេនិងទី3សូមប្រើប្រាស់គេហទំព័រ VirusTotal ឬ www.virustotal.com ដើម្បីធ្វើការស្កែនទៅលើតំណភ្ជាប់ដែលអ្នកសង្ស័យថាមានភាពមិនប្រក្រតីក្នុងគោលបំណងស្វែងយល់អំពីដំណើរការផ្គុំនិងដំឡើងតួចក្រយានយន្តព្រមទាំងប្រមូលធាតុចូលបន្ថែមសម្រាប់ការសិក្សារៀបចំយុទ្ធសាស្ត្រជំរុញនិងគ្រប់គ្រងការវិនិយោគនៅក្នុងវិស័យយានយន្តនិងឧស្សាហកម្មគាំទ្រស្របតាមគោលបំណងនិងគោលដៅយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្រុមការងារលើកទឹកចិត្តគម្រោងវិនិយោគផ្គុំនិងដំឡើងយានយន្តដឹកនាំដោយអាយដាមរដ្ឋសភាចាហ៊ីនសាហ៊ីបរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្ងៃទី19ខែមីនាឆ្នាំ2025បានចុះទស្សនកិច្ចសិក្សានៅរោងចក្រផ្គុំនិងដំឡើងតួចក្រយានយន្តម៉ាក Honda របស់ក្រុមហ៊ុន NCX ដែលមានទីតាំងស្ថិតនៅផ្លូវវែងស្រេងភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញឧស្សាហកម្មផ្គុំនិងដំឡើងយានយន្តត្រូវបានចាត់ទុកថាជាវិស័យដែលជាប្រភពកំណើនថ្មីនៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជានិងជាវិស័យមួយដែលជួយដល់ការលើកកម្ពស់សកម្មភាពផលិតកម្មនិងសកម្មភាពដទៃទៀតដែលមានភាពពាក់ព័ន្ធនិងប្រទាក់ក្រឡាគ្នាដោយមើលឃើញពីសារៈសំខាន់និងសក្តានុពលនេះហើយរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយក្នុងការលើកទឹកចិត្តដល់គម្រោងវិនិយោគលក្ខណៈទ្រង់ទ្រាយធំជាបន្តបន្ទាប់ជាពិសេសការវិនិយោគក្នុងវិស័យផ្គុំនិងដំឡើងយានយន្តត្រីចក្រយានយន្តនិងតួចក្រយានយន្តតាមរយៈការលើកទឹកចិត្តពន្ធនិងបង្កើតបរិយាកាសវិនិយោគដែលមានលក្ខណៈអំណោយផលសម្រាប់ក្រុមហ៊ុនដំឡើងយានយន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជាសូមអរគុណលោកស្រីអ្នកនាងកញ្ញាដែលតែងតែតាមដានការផ្សាយកម្មវិធីព័ត៌មាន FMS ប្រចាំសប្តាហ៍ពីដើមរហូតដល់ចប់កម្មវិធីរបស់យើងនឹងលើកយកព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច
បច្ចេកវិទ្យានិងវឌ្ឍនភាពនៃការអនុវត្តគម្រោង FMS នៅកម្ពុជាជួបគ្នានៅសប្តាហ៍ក្រោយបន្តទៀតសូមអរគុណនិងសូមជម្រាបលា